តាលងឆ្នាំថ្មីថ្លៃហើយអូនចាំរដូវចូលឆ្នាំក៏ផ្ដាំក្តាមខ្យងអូនរមនឹងគេភ្នែករេរកបងមួយឆ្នាំមានម្ដងដេញបងអល់អាយតើមកអរួយតែអធិស្ឋានចាជម្រាបសួរចាំបងប្អូនទាំងអស់គ្នាដោយសារតែក្រោយចូលឆ្នាំបងប្អូនណាឈឺកហើយដោយសារក្នុងឱកាសចូលឆ្នាំគឺវាភ្លៀងពេកហ្មងណាបាត់ដំបងភ្លៀងរាល់ថ្ងៃពួកខ្ញុំលេងកដាភ្លៀងហ្មងណាបងប្អូនចាហ្នឹងហើយសុភាពបរោះខ្មែរជួបជាមួយនឹងសុភាពនារីខ្មែរហើយចានៅវត្តភ្នំរៀបចាបងប្អូនទាំងអស់គ្នាអើយអូយតកៀងតកងតសៀងតសងដោយភាសាបាសីអញ្ចឹងណាបងប្អូនចាវាជាក្តីសម័យមួយរបស់ខ្ញុំតាំងពីតូចដល់ធំចាហ្នឹងហើយឥឡូវថ្ងៃហ្នឹងបានមកជួបជាមួយបងប្រុសធំជាមួយបងប្រុសសុងហើយបែបបរោះខ្មែរនិងនារីខ្មែរចង្វាក់ប្រពៃណីខ្មែរអញ្ចឹងទៅណាបងប្អូនចាតកៀងតកងគ្នាដោយភាសាបាសីដូចនៅក្នុងរឿងនៅក្នុងចម្រៀងកាយវិការអញ្ចឹងបងប្អូនហើយក្តីសម័យមួយគឺត្រាប់តាមចម្រៀងកាយវិការពីតូចដល់ធំមកគឺខ្ញុំចូលចិត្តមើលវីដេអូចាស់ចាស់សម័យចំនួន60ណាឆ្នាំ60ណាបងប្អូនចាដោយសារនៅចិត្តផ្ទះមានពូមួយគាត់អាសាចាក់អាហ្នឹងឲ្យមើលចាដោយសារគាត់មានសម័យហ្នឹងមកស្រុកមានតែមួយទេទៅមើលឲ្យបងប្អូនណាឲ្យទៅដល់ម៉ោងមិនទាន់ទេឲ្យតែគាត់ចាក់បច្ចេកម៉ាស៊ីនភ្លើងមកគឺសុំម៉ែទៅហើយចាមិនឲ្យមលោមកបត់ណាទេបងប្អូនណាគឺចូលចិត្តមែនតែនខ្ញុំនិយាយហ្នឹងមិនមែននិយាយអួតខ្លួនឯងដើម្បីឲ្យបងប្អូនជំរិញខ្ញុំទេណាបងប្អូនចាដោយសារតែខ្ញុំចូលចិត្តពីតូចដល់ធំមកគឺអញ្ចឹងមែនចាបងប្អូនចូលចិត្តណាឥឡូវបានជួបដូចបំណងហើយការហ្នឹងហើយដោយសារតែបងគាត់ចេះតែណែនាំឲ្យស្គាល់បងទាំងអស់គ្នាតារាផ្សេងក្នុងកម្មវិធីអីផ្សេងអញ្ចឹងទៅខ្ញុំហ្នឹងក៏បានចូលជាមួយពួកគាត់ដែរអញ្ចឹងណាបងចាបានបញ្ចេញសមត្ថភាពនៅក្នុងគេហៅថា social media ណាបងប្អូនចាហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាណាឥឡូវនឹងបានជួបបងប្រុសធំចាក់គ្នាហើយចានារីសម័យយេជួបជាមួយបរោះខ្មែរយេដែរអូយជំរាបចង់និយាយថាវីដេអូមួយហ្នឹងគឺបានជួបបងច្រើនគ្នាប៉ុន្តែនេះគឺខ្ញុំរាំម្ដងមកគូម្ដងមកបត់ជាមួយពួកគាត់អញ្ចឹងនេះជាមួយនឹងបងប្រុសសុរិនចាលើកទី1ដែលបានជួបបងប្រុសគឺសង្ហាមែនតេបងប្រុសខ្ញុំគាត់អត់សូវចេះរាំចេះអីទេប៉ុន្តែគាត់ជាសុភាពបរោះហើយណាបងប្អូនហើយស្លូតសុភាពការរាំរបស់គាត់គឺមួយមិនដូចបងអូនទេបងអូនគឺលះយកតែម្ដងចារបៀបថាគេហៅថាឆើតឆាយហ្មងណាចាអស់ពីជួបជាមួយនឹងបងប្រុសសរិនមកបត់ពេញហើយគឺជួបជាមួយនឹងបងប្រុសសុងនិងបងស្រីម៉ាក់ស្រីពៅចាបងប្អូនទាំងអស់គ្នាចាបងស្រីខ្ញុំសុភាពអីយ៉ាងហ្នឹងបងប្អូនចាជួបនៅខាងក្រៅសុភាពធ្លាប់តែឃើញនៅក្នុង TikTok ទេបងប្អូនហើយសុភាពឲ្យស្អាតទន់ភ្លន់សមជានារីខ្មែរហ្មងណាចាថ្ងៃហ្នឹងខ្ញុំជួបបងច្រើនខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនតែនប៉ុន្តែបងម៉ាក់ស្រីពៅគឺគាត់សុភាពខ្លាំងមែនតែនហើយបងអូនឲ្យដើរតួស្លូតហើយនៅបងអូននេះវិញដើរតួកាច់គឺសមឲ្យបងស្រីខ្ញុំនោះគឺសែនសមតែម្ដងដោយសារស្លូតសមជាមួយនឹងគេហៅថាចម្រៀងមួយបទហ្នឹងណាបងប្អូនអរគ្នាចាអរគុណច្រើនសម្រាប់ការមើលវីដេអូជួបគ្នាវីដេអូក្រោយចាអរគុណច្រើនបាយបាយបងប្អូនអរគ្នា